បងប្អូនទាំងអស់គ្នាហើយមកមើលសត្វស្លាបរាប់ម៉ឺនក្បាលកំពុងតែហើរពេញមេឃតែម្ដងមិនដែលដឹងសោះថានៅខេត្តតាកែវយើងមានសត្វច្រើនអញ្ចឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសុជាតិខ្ញុំធ្វើវីដេអូមួយដើម្បីបង្ហាញអំពីផ្ទាំងទស្សនីយភាពនៃវងសត្វស្លាបយ៉ាងច្រើនសន្ធឹកសន្ធាប់រាប់ម៉ឺនក្បាលកំពុងតែហើរចូលត្រនំក្នុងតំបន់ការពារទេសភាពបឹងព្រៃលពៅខេត្តតាកែវយើងនឹងទេសភាពបែបនេះពុកម៉ែបងប្អូនឃើញហើយប្រកាសជាមានអារម្មណ៍ស្រស់ស្រាយជាក់ជាមិនខានទេសម្រាប់វងកុកវងសត្វស្លាបជាច្រើនហ្នឹងគឺវាតែងតែមកប្រមូលផ្ដុំនៅទីនេះជានិច្ចកាលតែម្ដងក្រោយពីវារកចំណីអស់រយៈពេលពេញមួយថ្ងៃក៏ចាប់ផ្ដើមលេចពួកវាក៏ចាប់ផ្ដើមធ្វើដំណើរចូលមកកាន់ទីនេះដេកនៅតាមដើមរាំងតូចធំដែលជាត្រនំដ៏សុខសាន្តនាពេលកន្លងមកមិនថាមនុស្សឬក៏សត្វនោះទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយតែងតែត្រូវការនូវសន្តិភាពរស់នៅក្រោមម្លប់សន្តិភាពបើសិនជាយើងរស់នៅក្រោមម្លប់សន្តិភាពហើយយើងឲ្យសត្វស្លាបទាំងអស់រស់នៅក្រោមម្លប់សន្តិភាពដែរទៅមិនយូរមិនឆាប់ទេប្រទេសកម្ពុជារបស់យើងនឹងសម្បូរសត្វស្លាបកាន់តែច្រើនគ្រាន់តែយើងចំណាយពេលវេលាបន្តិចចំណែកនេះវិញគឺជាទិដ្ឋភាពនៃវងសត្វវាកំពុងតែប្រឡែងគ្នាលេងយ៉ាងសប្បាយរីករាយក្រោមពន្លឺសូរ្យារៀបអស់ស្ដងគត់ទោះបីជាពួកវារកចំណីរយៈពេលពេញមួយថ្ងៃក៏ដោយក៏វានៅតែបំពេញសេចក្តីសុខដល់គ្រួសាររបស់វាផងដែរពេលដែលមកដល់ត្រនំវិញមេបារបស់ពួកវាក៏បានផ្ដល់ចំណីនិងប្រឡែងលេងជាមួយនឹងកូនតូចៗដែលពុំអាចហើរទៅរកចំណីនៅទីកន្លែងឆ្ងាយៗបានជាងមិនថានៅក្នុងខេត្តតាកែវរបស់ពន្យើងពិតជាសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិជីវៈចម្រុះតំបន់ដីសើមដ៏សម្បូរបែបដែលមានសារៈសំខាន់ក្នុងការទ្រទ្រង់ជីវិតសត្វស្លាបទឹករាប់ម៉ឺនក្បាលនិងបានទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋានដែលនៅជិតនឹងជុំវិញតំបន់ការពារដែលចូលមកអាស្រ័យផលអនុផលដីសើមជាដើមតំបន់ការពារទេសភាពបឹងព្រៃលពៅមានផ្ទៃដីទំហំ 8305 ហិកតាគ្រប់ដណ្ដប់ទៅលើភូមិសាស្ត្រស្រុកចំនួន2គឺស្រុកបូរីជលសានិងស្រុកកោះអណ្ដែតខេត្តតាកែវជាចុងបញ្ចប់ក៏សូមសំណូមពរដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាសូមចូលរួមថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិជីវៈចម្រុះដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជារបស់ផងយើងមិនថានៅតំបន់ណាឬតំបន់ណានោះទេពុកម៉ែបងប្អូនគឺយើងចូលរួមថែរក្សាការពារទាំងអស់គ្នាហើយសូមនិយាយថាទេចំពោះការបរិភោគសាច់សត្វស្លាបអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា